ថ្ងៃនេះខ្ញុំបាននាំយកអំណោយនៅពុទ្ធបរិស័ទនៅវត្តកេបិចទីក្រុងកេបិចប្រទេសកាណាដាមានជាអង្ករត្រីខមីទឹកដោះគោនំក៏ដូចជាថវិកាជូនគ្រួសារប្អូនស្រីរចនាដែលកំពុងតែមានការខ្វះខាតប្អូនពុំទាន់មានទីលំនៅសមរម្យទេដូច្នេះប្រសិនបើសប្បុរសជនផ្សេងមានបំណងចង់ជួយផ្ដល់ជាថវិកាឬក៏គ្រឿងឧបភោគបរិភោគអាចផ្ដល់ជូនតាមរយៈខ្ញុំបានសម្រាប់ប្អូនស្រីរចនាអញ្ចឹងប្អូនមានអីជូនពរដល់ពុទ្ធបរិស័ទនៅប្រទេសកាណាដាតាមរយៈអំប្រុសវត្តភិរៈចាជាដំណងសូមថ្លែងអរគុណដល់ពុទ្ធបរិស័ទទាំងអស់ដែលបានជួយឧបត្ថម្ភគ្រឿងបរិភោគនិងថវិកាដល់គ្រួសារខ្ញុំដែលកំពុងខ្វះខាតអត់មានអីបរិភោគនិងផ្ទះសម្បែងក៏មិនមានសម្រុំណាជូនពរឲ្យពុទ្ធបរិស័ទនៅប្រទេសកាណាដាក៏ដូចជាអំប្រុសវត្តភិរៈដែលបានជួយឧបត្ថម្ភដល់គ្រួសារខ្ញុំសូមជូនពរឲ្យគ្រួសារគាត់ជួបសុខសប្បាយរស់ស៊ីមានបានទៅណាជួបតាមមនុស្សល្អការងារបានសម្រេចភាពភារកិច្ច